ជំរាបសួរពុកម៉ែបងប្អូនលោកតាលោកយាយដែលស្រឡាញ់គាំទ្រនៅក្នុងការកាត់សុបិនរបស់ខ្ញុំណាពុកម៉ែបងប្អូនណាអញ្ចឹងពុកម៉ែបងប្អូនលោកតាលោកយាយអ៊ំពូមីងបងប្អូនប្រុសស្រីណាដែលសុបិនឃើញភ្លើងចម្លែកឬក៏បងប្អូនបានសុបិនថាខ្លួនឯងបានសុបិនឃើញភ្លើងអ្វីមួយឬក៏បងប្អូនបានឃើញភ្លើងហោះបៀបលក្ខណៈថាភ្លើងប្រភេទពណ៌លឿងពណ៌ក្រហមណាបងប្អូនចឹងបងប្អូនសូបិនឃើញភ្លើងចម្លែកឬក៏ភ្នែកចម្លែកណាបងប្អូនពីត្រួតនេះណាភ្លើងចម្លែកឬក៏ភ្នែកចម្លែកឬបងប្អូនមានអារម្មណ៍ថាខ្លួនឯងសូបិនថាឃើញភ្នែកអ្វីដែលកំពុងមើលយើងណាបងប្អូនហ្នឹងហើយចឹងបងប្អូនសូបិនឃើញថាមានភ្នែកដែលកំពុងតែមើលយើងឬក៏ភ្នែកចម្លែកឬក៏ភ្លើងចម្លែកណាបងប្អូនសូបិននេះចាត់ទុកថាជាសូបិនមួយដែលមិនល្អទេណាបងប្អូនសូបិនហ្នឹងអត់ល្អសោះហ្មងចឹងគេថាសូបិននេះគឺអាក្រក់បងប្អូនអ្នកដែលមានគ្រួសារនិងអ្នកនៅលីវសូមស្ដាប់បងប្អូនអ្នកមានគ្រួសារបើមានបំណងនឹងចង់ធ្វើអ្វីមួយសូមបងប្អូនអខានបន្តិចទៅណាបងប្អូនណាព្រោះដំណើរជាសាររបស់បងប្អូនមិនល្អទេបងប្អូននឹងអាចជួបរឿងរ៉ាវកើតឡើងនឹកស្មានមិនដល់ចា៎ហើយចឹងសូមបងប្អូនអ្នកមានគ្រួសារឬក៏អ្នកនៅលីវផ្អាកដំណើរការនៅក្នុងថ្ងៃនេះគឺថ្ងៃដែលបងប្អូនបានសូបិនឃើញភ្នែកដែលមើលយើងចម្លែកឬក៏ជាភ្លើងអ្វីដែលចម្លែកដែលយើងអត់ដឹងថាជាអ្វីមួយនៅក្នុងទស្សនវិជ្ជាហ្នឹងណាបងប្អូនអញ្ចឹងសូមបងប្អូនអ្នកដែលមានគ្រួសារឬក៏អ្នកនៅលីវនឹងក្តីសូមប្រយ័ត្នប្រយែងបងប្អូនណាហើយចំពោះអ្នកនៅលីវនោះអ្នកនៅលីវបើដល់គូកម្មណាអ្នកនៅលីវណាដល់គូកម្មប្រចាំជីវិតបើថាជួបហើយព្រាត់វិញគេថាគូកម្មធ្វើបាបបងប្អូនហ្នឹងហើយអញ្ចឹងដូចថាគំនិតនឹងគូក្បាលគិតទៅដើមអំពើហិង្សាគេថាបើជួបមនុស្សស្រីផាត់ក្បត់បើមនុស្សប្រុសផាត់ក្បត់ហើយខូចទៀតណាបងប្អូនណាអញ្ចឹងអត់ល្អទេហើយចំពោះអ្នកដែលមានគ្រួសារបើមានបំណងនឹងចង់ដាក់ទុនមុខរបររស់ស៊ីអ្វីនឹងខាតបង់តែម្ដងហើយនៅក្នុងការគិតនៅក្នុងគំនិតគឺគិតខុសនៅក្នុងថ្ងៃដែលបងប្អូនសុបិននេះចឹងសូមប្រយ័ត្នប្រយែងតិចចឹងបើបងប្អូននៅក្នុងមានបំណងដាក់ទុនមុខរបររស់ស៊ីនៅក្នុងថ្ងៃនេះផាកនៅក្នុងថ្ងៃនោះសិនស្អែកទើបដំណើរការសារថ្មីទៅណាបងប្អូនណាតែបើនៅសុបិននឹងទៀតផ្អាកទៀតមួយថ្ងៃទៀតទៅណាបងប្អូនរហូតដល់សុបិនល្អតែបើគេបញ្ជាក់ពីហេតុពីផលនេះហើយគឺដឹងច្បាស់ពីអត្តន័យហើយណាបងប្អូនណាហើយចំពោះបងប្អូនចង់ឲ្យរឿងរ៉ាវល្អចូលនៅក្នុងឆាកជីវិតរបស់បងប្អូនទប់ស្កាត់ភាពអាក្រក់ខ្លះបានខ្លះណាបងប្អូនណាកុំឲ្យអាក្រក់ជ្រុលពេកអញ្ចឹងសូមបងប្អូនព្រលឹមឡើងរាប់អង្គយកអង្គបងប្អូនឲ្យបងប្អូនអាយុប្រហែលយកអង្គប៉ុណ្ណឹងគ្រាប់មកហើយនឹងធូបហ្នឹងហើយធូប5តសៃមកអង្គគ្រប់អាយុរបស់យើងយកមកធូប5តសៃក្តោបជាមួយនឹងធូបហ្នឹងតែបងប្អូនថាបងប្អូនមានទឹកអប់បាញ់ទឹកអប់បន្តិចទៅហើយនិយាយពីហេតុផលដែលសុបិនហ្នឹងប្រាប់ទៅអង្គហ្នឹងណាហើយនឹងធូបហ្នឹងហើយសូមឲ្យរឿងអាក្រក់ទៅតាមអង្គទៅតាមផ្សែងធូបហ្នឹងទៅអញ្ចឹងបងប្អូនយកអុចខាងក្រៅយកអង្គហ្នឹងបច្ចេចេញទៅហើយបងប្អូនដើរចូលផ្ទះមកលាងដៃលាងអេស្អាតទៅនឹងបងប្អូននឹងអាចកាត់បន្ថយណាអាហ្នឹងបើថាគ្រោះអាក្រក់ណាបងប្អូនគ្រោះដល់ជីវិតតែបងប្អូនណាអញ្ចឹងសូមប្រយ័ត្នប្រយែងបន្តិចហើយចំពោះបងប្អូនលេខសំណាងបងប្អូនអាចជ្រើសរើស04 និង004នេះជាលេខសំណាងសម្រាប់បងប្អូនដែលសូបិនឃើញភ្នែកចម្លែកឬក៏ជាភ្លើងចម្លែកមួយតែបងប្អូនតែយើងអត់កណ្ដាប់សង្កត់ថាជាភ្លើងអ្វីអញ្ចឹងពុកម៉ែបងប្អូនលោកតាលោកយាយអ៊ំពូមីងបងប្អូនប្រុសស្រីទាំងអស់វីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរបើបងប្អូនពេញចិត្តវីដេអូរបស់ខ្ញុំកុំភ្លេចជួយ Subscribe រូបក្តឹងម្នាក់មួយឬក៏ដាក់មេដៃដើម្បីទទួលសញ្ញាហេពីខ្ញុំជូនពរពុកម៉ែបងប្អូនលោកតាលោកយាយអ៊ំពូមីងបងប្អូនប្រុសស្រីទាំងអស់សូមឲ្យជួបតែសេចក្តីសុខនិងសេចក្តីចម្រើន
ជាពិសេសសូមឲ្យកកបនឹងហេងរាល់ថ្ងៃតែម្ដងមកកុំភ្លេចជួយខមមិនល្អៗបងប្អូននឹងជួបរឿងរ៉ាវល្អៗបងប្អូនដែលធ្វើពិធីតាមខ្ញុំសូមបងប្អូនខមមិនល្អៗដើម្បីទទួលនូវភាពល្អៗរាល់ថ្ងៃណាបងប្អូនណា